បាទជំរាបសួរលោកគ្រូអ្នកគ្រូនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូរបៀបចូលក្នុងប្រព័ន្ធ CPD ឬក៏ប្រព័ន្ធ CPD MIS បាទអញ្ចឹងលោកគ្រូអ្នកគ្រូដើម្បីចូលបានលោកគ្រូអ្នកគ្រូត្រូវតែបាទមាន link ឬក៏លោកគ្រូអ្នកគ្រូចាំបាទចាំតំណ link ដែលយើងចូលអញ្ចឹងលោកគ្រូអ្នកគ្រូវាយ CPD នៅខាងលើនេះដោយសារខ្ញុំធ្លាប់វាយហើយចឹងខ្ញុំបង្ហាញ cpd.1.gov.kh ហើយ enter មកបាទពេលដែលលោកគ្រូអ្នកគ្រូចូលដំបូងវានឹងចេញផ្ទាំងដូចនេះបាទផ្ទាំងដូចនេះណាអញ្ចឹងចុច sign in កន្លែងនេះបាទចុច sign in បាទចុចមកពេលដែលចុច sign in វានឹងចេញផ្ទាំងមួយដូចក្នុងបង្ហាញអញ្ចឹងបាទប៉ុន្តែប្រសិនបើលោកគ្រូអ្នកគ្រូចាំ username ហើយចាំ password វាយចូលហើយ sign in ប៉ុន្តែប្រសិនបើលោកគ្រូអ្នកគ្រូមិនចាំ password មិនចាំ username ទេលោកគ្រូអ្នកគ្រូចុចពាក្យថា forget password សំទោស forgot password បាទចុចមកពេលហ្នឹងតម្រូវឲ្យយើងបំពេញ email ហើយ email នេះសូមលោកគ្រូអ្នកគ្រូបំពេញ email ណាដែលធ្លាប់បានបញ្ចូលក្នុងប្រព័ន្ធបាទ HRMIS បាទន័យថាលោកគ្រូអ្នកគ្រូចាំលេខ email ចាំ password បាទអាច log ចូល email នឹងបានដើម្បីយកកូដ OTP អញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំវាយ email ខ្ញុំចូលទៅបាទដោយសារខ្ញុំធ្លាប់វាយហើយបាទអញ្ចឹងខ្ញុំអត់បាញ់បិទទេខ្លាចអ្នកណា hack អីទេ hack ទៅបាទអញ្ចឹងខ្ញុំវាយឲ្យត្រូវហើយខ្ញុំចុចពាក្យថា send បាទ send mail បើន័យថាប្រព័ន្ធវានឹងផ្ញើកូដមួយទៅ email អញ្ចឹងលោកគ្រូអ្នកគ្រូមកដល់ត្រង់នេះដើម្បីបញ្ចូល OTP បានលោកគ្រូអ្នកគ្រូត្រូវតែបើក email ខ្ញុំ email Google របស់ខ្ញុំបាទខ្ញុំវាយចេះមកដោយសារខ្ញុំសាច់ in ចូលក្នុងនោះហើយបាទពេលហ្នឹងឃើញមាន mail មួយគឺ CPD website ផ្ញើកូដមកនេះកូដផ្ទៀងផ្ទាត់ណាប្រសិនបើអត់ឃើញក្នុង inbox ទេសូមលោកគ្រូអ្នកគ្រូមើលនៅក្នុងបាទមើលនៅក្នុង spam បាទ spam អញ្ចឹងដោយសារខ្ញុំឃើញ email ចូលមួយក្នុង inbox ខ្ញុំចុចវាមកពេលហ្នឹងខ្ញុំបានលេខកូដនេះមួយបាទលេខកូដផ្ទៀងផ្ទាត់ហើយលេខកូដហ្នឹងវាផុតកំណត់3នាទីណាអញ្ចឹងខ្ញុំចូលបំពេញកន្លែងនេះវិញមកបាទនេះបាទខ្ញុំ paste ចូលផ្ទៀងផ្ទាត់មកដល់ត្រង់នេះគឺតម្រូវឲ្យលោកគ្រូអ្នកគ្រូបាទវាយលេខសម្ងាត់ថ្មីអញ្ចឹងខ្ញុំអត់មានការផ្លាស់ប្ដូរទេខ្ញុំអត់ធ្វើការវាយបញ្ចូលថ្មីទេខាងលើនេះគឺដាក់លេខសម្ងាត់ថ្មីមកឧទាហរណ៍ខ្ញុំដាក់1 2 3 4 5ហើយខ្ញុំថែមសញ្ញាអី2 3ទៀតមកខាងក្រោមនេះគ្នាដែរសរសេរដូចខាងលើដែរ1 2 3 4 5ហើយខ្ញុំថែមសញ្ញាអី2 3ទៀតមកឲ្យដូចគ្នារួចហើយចុចពាក្យថាបដូរលេខកូដសម្ងាត់បាទនៅក្នុងត្រង់នេះប្រសិនបើលោកគ្រូអ្នកគ្រូអត់ចាំ email ឬក៏ផ្លាស់ប្ដូរ email ទេมันអាចទទួលបានកូដផ្ទៀងផ្ទាត់នោះទេអញ្ចឹងតម្រូវឲ្យលោកគ្រូអ្នកគ្រូឲ្យអ្នកណាម្នាក់ដែលគ្រប់គ្រងប្រព័ន្ធហ្នឹងគាត់ធ្វើការផ្លាស់ប្ដូរ email លោកគ្រូអ្នកគ្រូនៅក្នុងប្រព័ន្ធអញ្ចឹងការផ្លាស់ប្ដូរ email នៅក្នុងប្រព័ន្ធខ្ញុំនឹងជម្រាបជូននៅវីដេអូក្រោយបាទអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត